សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជារូបសំណាកដ៏ធំមួយសាងសង់អំពីសំរឹទ្ធដែលមានកម្ពស់ 8.5 ម៉ែត្រត្រូវនឹង28 ហ្វីតនៅក្នុងទីក្រុង Split នៃប្រទេសក្រូអាតទីក្រុង Split គឺស្ថិតនៅ Eastern គឺប៉ែកខាងកើតនៃប្រទេសក្រូអាតជាទីក្រុងធំទី2បន្ទាប់នៃប្រទេសក្រូអាតហើយមានរូបសំណាកហ្នឹងឈ្មោះថា Gregory Nin ដែលសាងសង់អំពីសំរឹទ្ធដោយលោក Ivan Mestrovic នៅឆ្នាំ1929ហើយរូបសំណាកនឹងផងដែរបើសិនជាមានភ្ញៀវទេសចរទៅលេងបានស្ទាបម្រាមជើងរបស់រូបសំណាកនឹងគឺតំណាងឲ្យសំណាងល្អហើយបន្តមកទៀតគឺខ្ញុំបានដើរលេងជុំវិញសួនក៏ដូចជាមើលទស្សនភាពនៅទីក្រុងចាស់ហ្នឹងហើយមានឃើញគេច្រៀងចម្រៀងហើយក៏បាននាំគ្នាទៅស្ទាបម្រាមជើងរបស់រូបសំណាកនឹងដើម្បីឲ្យមានសំណាងល្អហើយនេះគឺជាទស្សនភាពនៅក្នុងទីក្រុងបុរាណរបស់ទីក្រុង Split នៃប្រទេសក្រូអាតគឺមានទស្សនភាពក៏ដូចជាភ្ញៀវទេសចរពិតជាកកកុញណែនតែនតាប់ដែលជាចំណូលសេដ្ឋកិច្ចរបស់ប្រទេសគេអញ្ចឹងណាហើយពិតជាស្រស់ស្អាតមែនទែនចម្រុះជាតិសាសន៍ហើយបន្ទាប់មកពួកយើងក៏បានដើរទៅឆ្នេរសមុទ្រនេះមានឈ្មោះថាសមុទ្រAdriatic នៃទីក្រុង Split នឹងផងដែរហើយឆ្នេរសមុទ្រនេះគឺសមុទ្រទូចល្មមទេហើយមានទេសភាពស្អាតប៉ុន្តែទេសភាពគឺពិតជាស្រស់ស្អាតនិងទាក់ទាញមែនទែនហើយកុំភ្លេចពុកម៉ែបងប្អូនជួយ like share page របស់លោកគ្រូក៏ដូចជាខ្ញុំនឹងហើយជាពិសេសគឺ statue គឺរូបចម្លាក់ Gregory Nin នឹងដើម្បីឲ្យមានសំណាងពេញមួយជីវិតតាមអ្វីដែលគេជំនឿក្នុងកាតូលិកអញ្ចឹងណាពុកម៉ែបងប្អូនអរគុណហើយជូនពរសំណាងល្អសុខភាពល្អបាយបាយ